Core Tools ក្នុង Adobe Illustrator Introduction to Adobe Illustrator Tools សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងស្គាល់អំពី Tools សំខាន់នៅក្នុងកម្មវិធី Adobe Illustrator Tools ទាំងនេះស្ថិតនៅក្នុង Toolbar ហើយត្រូវបានប្រើសម្រាប់ជ្រើស Object គូររូបបង្កើត Shape វាយអក្សរដាក់ពណ៌និងកែ Design ផ្សេង 1. Selection Tool Selection Tool ប្រើសម្រាប់ជ្រើស Object ទាំងមូលផ្លាស់ទីពង្រីកបង្រួមនិងបង្វិល Object Shortcut គឺអក្សរ V 2. Direct Selection Tool Direct Selection Tool ប្រើសម្រាប់ជ្រើសនិងកែ Anchor Point ឬផ្នែកតូចរបស់ Object ដោយមិនផ្លាស់ទី Object ទាំងមូល Shortcut គឺអក្សរ E 3. Magic Wand Tool Magic Wand Tool ប្រើសម្រាប់ជ្រើស Object ដែលមានពណ៌ Stroke ឬ Appearance ស្រដៀងគ្នា Shortcut គឺអក្សរ E 4. Lasso Tool Lasso Tool ប្រើសម្រាប់អូសជុំវិញ Anchor Point ដែលអ្នកចង់ជ្រើសដោយសេរី Shortcut គឺអក្សរ K 5. Pen Tool Pen Tool ប្រើសម្រាប់គូសបន្ទាត់ត្រង់បន្ទាត់កោងនិងបង្កើត Shape តាមបំណង Shortcut គឺអក្សរ P នៅក្នុងក្រុម Pen Tool ក៏មាន Add Anchor Point Tool Delete Anchor Point Tool និង Anchor Point Tool សម្រាប់បន្ថែមលុបនិងប្តូរប្រភេទ Anchor Point 5. Curvature Tool Curvature Tool ប្រើសម្រាប់គូសនិងកែបន្ទាត់កោងបានងាយជាង Pen Tool អ្នកគ្រាន់តែចុចបង្កើតចំណុចហើយកម្មវិធីនឹងបង្កើត Curve ដោយស្វ័យប្រវត្តិ 7. Type Tool Type Tool ប្រើសម្រាប់បង្កើតនិងកែអត្ថបទ Shortcut គឺអក្សរ T ចុចម្ដងលើ Artboard សម្រាប់អត្ថបទខ្លីឬចុចកាន់ Mouse ហើយអូសដើម្បីបង្កើតប្រអប់អត្ថបទវែងក្នុងក្រុមនេះក៏មាន Area Type Tool Type on a Path Tool និង Vertical Type Tool 8. Line Segment Tool Line Segment Tool ប្រើសម្រាប់គូសបន្ទាត់ត្រង់ Shortcut គឺសញ្ញា Backslash ក្នុងក្រុមនេះក៏មាន Arc Tool Spiral Tool Rectangular Grade Tool និង Polar Grade Tool 9. Rectangle Tool Rectangle Tool ប្រើសម្រាប់គូសរាងចតុកោណកែងនិងរាងការ៉េ Shortcut គឺអក្សរ ចុចកាន់ Shift ខណៈពេលអូសដើម្បីបង្កើតរាងការ៉េ 10. Ellipse Tool Ellipse Tool ប្រើសម្រាប់គូសរាងពងក្រពើនិងរង្វង់មូល Shortcut គឺអក្សរ ចុចកាន់ Shift ខណៈពេលអូសដើម្បីបង្កើតរង្វង់មូល 11. Polygon Tool Polygon Tool ប្រើសម្រាប់បង្កើតរាងផកកោណដូចជាត្រីកោណ5ជ្រុងឬ6ជ្រុងខណៈពេលអូសអ្នកអាចចុចសញ្ញាព្រួញឡើងឬចុះដើម្បីបន្ថែមឬបន្ថយចំនួនជ្រុង 12. Star Tool Star Tool ប្រើសម្រាប់បង្កើតរាងផ្កាយខណៈពេលអូសអ្នកអាចប្រើសញ្ញាព្រួញឡើងឬចុះដើម្បីកំណត់ចំនួនចុងផ្កាយ 13. Paintbrush Tool Paintbrush Tool ប្រើសម្រាប់គូសបន្ទាត់ដោយសេរីនិងអាចប្រើ brush style ផ្សេង Shortcut គឺអក្សរ B 14. Blob Brush Tool Blob Brush Tool ប្រើសម្រាប់គូសជា shape ដែលមាន fill color Shortcut គឺ Shift និងអក្សរ B បន្ទាត់ដែលមានពណ៌ដូចគ្នានិងប៉ះគ្នាអាចបញ្ចូលជាមួយគ្នាដោយស្វ័យប្រវត្តិ 15. Pencil Tool Pencil Tool ប្រើសម្រាប់គូស path ដោយសេរីដូចជាការគូសដោយខ្មៅដៃ Shortcut គឺអក្សរ ក្នុងក្រុមនេះក៏មាន Smooth Tool សម្រាប់ធ្វើឲ្យបន្ទាត់រលូននិង Path Eraser Tool សម្រាប់លុបផ្នែកនៃ path 15. Eraser Tool Eraser Tool ប្រើសម្រាប់លុបផ្នែកណាមួយនៃ shape ឬ object Shortcut គឺ Shift និងអក្សរ ក្នុងក្រុមនេះក៏មាន Scissors Tool សម្រាប់កាត់ path និង Knife Tool សម្រាប់កាត់ shape 17. Rotate Tool Rotate Tool ប្រើសម្រាប់បង្វិល object តាមមុំដែលចង់បាន Shortcut គឺអក្សរ 18. Reflect Tool Reflect Tool ប្រើសម្រាប់ត្រឡប់ object ពីឆ្វេងទៅស្ដាំឬពីលើទៅក្រោម Shortcut គឺអក្សរ 19. Scale Tool Scale Tool ប្រើសម្រាប់ពង្រីកឬបង្រួម object Shortcut គឺអក្សរ 20. Share Tool Share Tool ប្រើសម្រាប់ធ្វើឲ្យ object ត្រេកទៅខាងឆ្វេងឬខាងស្ដាំ 21. Width Tool Width Tool ប្រើសម្រាប់កែបន្ទាត់ stroke ឲ្យមានកម្រាស់ខុសគ្នាតាមផ្នែកនីមួយ Shortcut គឺ Shift និងអក្សរ 22. Free Transform Tool Free Transform Tool ប្រើសម្រាប់ពង្រីកបង្រួមបង្វិលត្រេកនិងប្តូរទម្រង់ object ដោយសេរី Shortcut គឺអក្សរ 23. Shape Builder Tool Shape Builder Tool ប្រើសម្រាប់បញ្ចូលឬដកផ្នែក shape ដែលត្រួតគ្នា Shortcut គឺ Shift និងអក្សរ
អូលើផ្នែក Shape ដើម្បីបញ្ចូលហើយចុចកាន់ Alt ដើម្បីដកផ្នែកដែលមិនចង់បាន24 Perspective Grid Tool Perspective Grid Tool ប្រើសម្រាប់បង្កើត design ដែលមានទស្សនវិស័យឬជម្រៅដូចជាអគារផ្លូវនិងប្រអប់បែប 3D Shortcut គឺ Shift និងអក្សរ25 Mesh Tool Mesh Tool ប្រើសម្រាប់បង្កើតការលាយពណ៌លម្អិតនៅក្នុង object ដើម្បីធ្វើឲ្យរូបមើលទៅដូចពិត Shortcut គឺអក្សរ 25 Gradient Tool Gradient Tool ប្រើសម្រាប់លាយពណ៌ពីពណ៌មួយទៅពណ៌មួយទៀតយ៉ាងរលូន Shortcut គឺអក្សរ G វាអាចប្រើជាមួយ Linear Gradient, Radial Gradient និង Freeform Gradient 27 Eyedropper Tool Eyedropper Tool ប្រើសម្រាប់ចម្លងពណ៌និង appearance ពី object មួយទៅ object មួយទៀត Shortcut គឺអក្សរ I 28 Blend Tool Blend Tool ប្រើសម្រាប់បង្កើត object កណ្ដាលជាបន្តបន្ទាប់រវាង object ពីរ Shortcut គឺអក្សរ វាអាចប្រើសម្រាប់លាយ shape ពណ៌និងបង្កើត effect ផ្សេង29 Symbol Sprayer Tool Symbol Sprayer Tool ប្រើសម្រាប់ដាក់ symbol ច្រើននៅលើ artboard បានយ៉ាងលឿន Shortcut គឺ Shift និងអក្សរ30 Graph Tool Graph Tool ប្រើសម្រាប់បង្កើត graphic ទិន្នន័យដូចជា column graph, bar graph, line graph និង P graph Shortcut គឺអក្សរ J 31 Artboard Tool Artboard Tool ប្រើសម្រាប់បង្កើតលុបផ្លាស់ទីនិងកែទំហំ artboard Shortcut គឺ Shift និងអក្សរ O 32 Slice Tool Slice Tool ប្រើសម្រាប់បែងចែក design ជាផ្នែកសម្រាប់ការនាំចេញទៅប្រើលើ website Shortcut គឺ Shift និងអក្សរ 33 Hand Tool Hand Tool ប្រើសម្រាប់ផ្លាស់ទីការមើលនៅលើ artboard ដោយមិនផ្លាស់ទី object Shortcut គឺអក្សរឬចុចកាន់ spacebar ហើយអូស mouse 34 Zoom Tool Zoom Tool ប្រើសម្រាប់ zoom ចូលនិង zoom ចេញពី artboard Shortcut គឺអក្សរ S អ្នកក៏អាចចុច scroll និងសញ្ញាបូកដើម្បី zoom ចូលឬ scroll និងសញ្ញាដកដើម្បី zoom ចេញ35 Fill និង Stroke Fill គឺជាពណ៌ខាងក្នុងរបស់ shape ឬ object Stroke គឺជាពណ៌បន្ទាត់ជុំវិញ object ចុចអក្សរ X ដើម្បីបដូរការជ្រើសរវាង Fill និង Stroke ចុច Shift និង X ដើម្បីបដូរពណ៌ Fill និង Stroke ជាមួយគ្នាសរុបមក Tools ក្នុង Adobe Illustrator ត្រូវបានបែងចែកជាក្រុមសំខាន់ដូចជា Selection Tools, Drawing Tools, Shape Tools, Type Tools, Transformation Tools, Color Tools និង Navigation Tools អ្នកមិនចាំបាច់ចេះប្រើ tool ទាំងអស់ភ្លាមទេគួរចាប់ផ្ដើមពី Selection Tool, Direct Selection Tool, Shape Tool, Pen Tool, Type Tool, Gradient Tool និង Eyedropper Tool ជាមុនសិននៅពេលអនុវត្តជាញឹកញាប់អ្នកនឹងអាចស្គាល់និងប្រើ tools ផ្សេងក្នុង Adobe Illustrator បានយ៉ាងងាយស្រួល